ការសហប្រជាជាតិតែងតាំងបេសកជនពិសេសថ្មីដើម្បីប្រយុទ្ធប្រឆាំងនិងបញ្ចប់ការស្អប់ខ្ពើមសាសនាអ៊ីស្លាមជុំវិញពិភពលោកប្រហិតសិករ៉ូសាលីគ្មានសារធាតុគីមីស្រួយឆ្ងាញ់ជាប់ចិត្តផលិតផលពិតទទួលស្គាល់ដោយស្តង់ដារ Halal កម្ពុជាមិនខ្លាញ់មិនឡំបោះដុំលក់រាយតាមរយៈលេខទូរស័ព្ទ066និង070 43 43 41អង្គការសហប្រជាជាតិដែលហៅកាត់ថា UN បានតែងតាំងបេសកជនពិសេសមួយរូបដើម្បីប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមសាសនាអ៊ីស្លាមនៅក្នុងគោលបំណងបញ្ចប់ការស្អប់មូស្លីមជុំវិញពិភពលោកមុខតំណែងថ្មីនេះនឹងត្រូវបានបំពេញដោយលោក Miguel Angel Moratinos នៃប្រទេសអេស្ប៉ាញដែលបម្រើការជាអ្នកតំណាងជាន់ខ្ពស់សម្រាប់សម្ព័ន្ធភាពស៊ីវិល័យរបស់អង្គការសហប្រជាជាតិដែលជាគំនិតផ្ដួចផ្ដើមមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមលោក Moratinos ធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលអេស្ប៉ាញនិងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិក្នុងអំឡុងពេលលោកបម្រើការជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ2004ដល់ឆ្នាំ2010លោកក៏បានបម្រើការជាអ្នកតំណាងពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាពីឆ្នាំ1996ដល់ឆ្នាំ2003នៅក្នុងតួនាទីនេះផងដែរលោកបានលើកកម្ពស់កិច្ចព្រមព្រៀងសន្តិភាពនិងព្យាយាមជំរុញកិច្ចសន្ទនារវាងអ៊ីស្រាអែលនិងពិភពអារ៉ាប់លោកក៏បានបម្រើការជាឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំប្រទេសអ៊ីស្រាអែលនៅក្នុងឆ្នាំ1996ដូចគ្នាគួរបញ្ជាក់ថាអង្គការសហប្រជាជាតិប្រារព្ធទិវាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្លាមនិយមជ្រុលជារៀងរាល់ឆ្នាំនៅថ្ងៃទី15ខែមីនាទិវានេះត្រូវបានធ្វើឡើងជាលើកដំបូងបន្ទាប់ពីសេចក្តីសម្រេចមួយដែលដាក់ចេញដោយប៉ាគីស្ថានដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ2022ទឹកពិសាបរិសុទ្ធអាហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990